ជាប្រតិភិបយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្នលោកទទួលបានការគ្រប់គ្រងយ៉ាងខ្លាំងពីអ្នកទស្សនាតាមរយៈការបង្កើតវីដេអូកំប្លែងខ្លីៗដែលបង្ហាញពីអ្វីដែលអ្នកដទៃធ្វើគឺមានភាពស្មុគស្មាញចំណែកលោកធ្វើរឿងនោះវិញគឺមានភាពងាយស្រួលបំផុតអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជានិយមហៅតារាកំប្លែងស្ងួតរូបនេះថាពូម៉ៅឬប្រុសម៉ៅលោកហាប៊ីឡាមេក្លាយជាតារា TikTok លេខ1ក្នុងលោកត្រឹមរយៈពេលខ្លីក្នុងរយៈពេលមិនដល់3ឆ្នាំផងបុរសដែលមានកំណើតក្នុងប្រទេសសេនេហ្គាល់រូបនេះបានសាងប្រជាប្រិយភាពនិងនាំមុខដាច់តារាល្បីៗជាច្រើននៅលើ TikTok ដូចជាអ្នកនាង Charli D'Amelio នាង Bella Poarch ជាដើមរហូតបានក្លាយជាតារា TikTok មានអ្នកតាមដានច្រើនបំផុតក្នុងពិភពលោកគិតត្រឹមថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2022នេះបុរសសម្បុរខ្មៅវ័យ22ឆ្នាំរូបនេះមានអ្នកតាមដានរហូតដល់ទៅចំនួន152លាននាក់នៅលើ TikTok និងជាង80លាននាក់នៅលើបណ្ដាញសង្គម Instagram លោកអាចរកប្រាក់ចំណូលបានជិត$800,000សម្រាប់ការបង្ហោះវីដេអូមួយនេះបើយោងតាមការចុះផ្សាយរបស់ Economic Times តើលោក Khaby Lame មានប្រវត្តិយ៉ាងណាមុនក្លាយជាតារាល្បីលើ TikTok ដូច្នេះសូមអញ្ជើញតាមដានប្រវត្តិរបស់លោកទាំងអស់គ្នាដូចតទៅលោក Khaby Lame កើតនៅថ្ងៃទី9ខែមីនាឆ្នាំ2000ក្នុងប្រទេសសេនេហ្គាល់ Khaby ត្រូវបានគេយកមកចិញ្ចឹមបីបាច់នៅផ្ទះដែលជាកម្មសិទ្ធិរបស់រដ្ឋស្ថិតនៅក្នុងទីក្រុង Chivasso ប្រទេសអ៊ីតាលីតាំងពី Khaby មានអាយុ1ឆ្នាំម្ល៉េះមានគ្រួសារជាអ្នកប្រតិបត្តិសាសនាមូស្លីម Khaby បានវឹកហាត់កីឡាបាល់ទាត់និងបាល់បោះអំឡុងពេលគេសិក្សានៅថ្នាក់វិទ្យាល័យនិងធ្លាប់បានលេងបាល់បោះកម្រិតយុវជនមុនពេលល្បីឈ្មោះសុសសាយលើ TikTok Khaby បម្រើការងារជាអ្នកបញ្ជាគ្រឿងម៉ាស៊ីនលោកជួបបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងមុនពេលក្លាយជាតារា TikTok ល្បីឈ្មោះនៅពេល COVID-19 រីករាលដាលលោក Khaby Lame បានបាត់បង់ការងាររបស់លោកនៅក្នុងខែមីនាឆ្នាំ2020អំឡុងពេលនៃការរីករាលដាលជំងឺ COVID-19 ក្រោយពេលបាត់បង់ការងារលោកបានវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញក្នុងផ្ទះល្វែងដ៏តូចមួយទោះបីជាឪពុករបស់លោកបានណែនាំឲ្យរកការងារផ្សេងធ្វើក៏ដោយលោកមិនព្រមនិងនៅតែនៅផ្ទះព្រមទាំងបានចំណាយពេលវេលាជាច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីបង្កើតវីដេអូ TikTok លោកចាប់ផ្ដើមធ្វើការបង្ហោះវីដេអូនៅលើ TikTok នៅខែមីនាឆ្នាំ2020អំឡុងពេលនៃការបិទគប់ដោយសារការរីករាលដាលជំងឺ COVID-19 ត្រឹមតែជាមួយឆ្នាំប៉ុណ្ណោះលោកបានសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងលឿននៅលើ TikTok តាមរយៈវីដេអូកំប្លែងខ្លីៗរបស់លោកនិងទទួលបានអ្នកតាមដានរាប់លាននាក់លោកបានក្លាយជាតារា TikTok ដែលមានអ្នកតាមដានច្រើនបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននិងជាតារា TikTok អ៊ីតាលីដែលមានអ្នកតាមដានច្រើនបំផុតទ្រព្យសម្បត្តិកើនឡើងយ៉ាងឆាប់រហ័សមិនខុសពីតារាល្បីល្បាញដទៃឡើយលោក Khaby Lame មិនបាននិយាយច្រើនអំពីជីវិតផ្ទាល់ខ្លួនរបស់លោកឡើយទោះយ៉ាងណាគេបានដឹងថាលោកមានមិត្តស្រីរួចស្រេចទៅហើយលោកបានភ្ជាប់ពាក្យជាមួយនាង Zaira Nussi កាលខែតុលាឆ្នាំ2020ចំណែកទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដោយក្នុងឆ្នាំ2021លោកមានទ្រព្យសម្បត្តិប្រមាណចន្លោះពី1ទៅ3លានដុល្លារប៉ុណ្ណោះប៉ុន្តែក្នុងឆ្នាំ2022នេះលោក Khaby Lame មានទ្រព្យសម្បត្តិសរុបប្រមាណ13លានដុល្លារនេះបើយោងតាមគេហទំព័រ Knowledge នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី Fortune លោកបានបង្ហើបថាក្រៅពីទទួលបានការចូលចិត្តពីអ្នកទស្សនាលោកក៏អាចរកប្រាក់បានរហូតដល់ទៅ$75,000ផងដែរសម្រាប់ការបង្ហោះវីដេអូមួយនៅក្នុងឆ្នាំនេះអ្នកបង្កើតវីដេអូកំប្លែងស្ងួតរូបនេះត្រូវបានគេប៉ាន់ស្មានថាអាចរកបានប្រាក់ប្រហែល$10លានបើយោងតាមរបាយការណ៍ Studio Hollywood ដ៏ធំមួយបានចំណាយប្រាក់ឲ្យលោកចំនួន$75,000សម្រាប់ឃ្លីបវីដេអូចំនួន1របស់លោក